លោកអ្នកបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី2ដែលយើងនៅក្នុងដំណើរដែលយើងតមហា21ថ្ងៃម្សិលមិញយើងបានរើសប្រធានបទតាក់ទងទៅនឹងការតមរបស់យើងគឺការចោះចូលជាមួយព្រះអង្គ surrender to God ចុងថ្ងៃនេះយើងរើសប្រធានបទតាក់ទងទៅនឹងhunger for God សេចក្តីស្រេកឃ្លានការស្រេកឃ្លានរបស់យើងទៅកាន់ព្រះអង្គនៅក្នុងអត្ថបទគម្ពីរម៉ាថាយជំពូកទី5ខទី6បានចែងថាអ្នកណាស្រេកឃ្លានសេចក្តីសុចរិតអ្នកនោះមានសុភមង្គលហើយបិទព្រះជាម្ចាស់និងប្រទានពរឲ្យពួកគេបានឆ្អែតលោកអ្នកបងប្អូនទាំងអស់គ្នានៅក្នុងខគម្ពីរនេះបានចែងថាអ្នកណាស្រេកឃ្លានព្រះអង្គនឹងជំអែតគេអ្នកណាស្រែកឃ្លានព្រះអង្គនឹងឲ្យគេបានឆ្អែតនៅក្នុងជីវិតរបស់យើងអាចស្រែកឃ្លានព្រះបន្ទូលព្រះអង្គឬមួយក៏យើងភ្លេចខ្លួនស្រែកឃ្លាន social media ស្រែកឃ្លានអ្វីដែលជាលោកីក្នុងជីវិតរបស់យើងដែលព្យាយាមអូសទាញយើងឆ្ងាយពីព្រះអង្គចំណុចទី1ខ្ញុំចង់ចែកម្លែកជាមួយអ្នកបងប្អូនទាំងអស់គ្នាការស្រែកឃ្លានជាសញ្ញានៃជីវិត Hunger is a sign of life អ្វីដែលមានជីវិតអ្វីដែលមានជីវិតតែងតែស្រែកឃ្លានអ្វីក៏ដោយនៅក្នុងភពផែនដីនេះឲ្យតែមានជីវិតគឺតែងតែស្រែកឃ្លានមានតែអ្វីដែលស្លាប់តែប៉ុណ្ណោះដែលមិនចេះស្រែកឃ្លានអញ្ចឹងការស្រែកឃ្លាននៅក្នុងវិញ្ញាណរបស់យើងចង់បានព្រះអង្គថែមទៀតជាសញ្ញាមួយដែលប្រាប់ថាព្រះអង្គសពហតីឲ្យជីវិតខាងឯវិញ្ញាណរបស់យើងមានទំនាក់ទំនងល្អជាមួយព្រះអង្គសពហតីដាស់ជីវិតខាងឯវិញ្ញាណរបស់យើងឲ្យមានជីវិតជាមួយព្រះអង្គរួមជាមួយព្រះអង្គផងដែរចំណុចទី2ដែលខ្ញុំចង់ចែករំលែកជាមួយបងប្អូនទាំងអស់គ្នាព្រះអង្គបំពេញអ្នកដែលស្រែកឃ្លានមិនមែនអ្នកដែលរវល់នោះឡើយ God feels the hungry not the busy ពេលខ្លះពិភពលោកនេះរវល់ពេករហូតទាល់តែអូសទាញពេលវេលារបស់យើងអូសទាញកាលវិភាគរបស់យើងមានភាពរវល់មមាញឹករហូតដល់យើងលែងមានពេលជាមួយព្រះអង្គលោកអ្នកបងប្អូនទាំងអស់គ្នានៅក្នុងអត្ថបទគម្ពីរក្នុងម៉ាថាយជំពូកទី5ខទី16នេះបានចែងថាព្រះជាម្ចាស់បំពេញឬចំអែតអ្នកដែលស្រែកឃ្លានព្រះអង្គខ្ញុំពិតជាជំរុញទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាលោកអ្នកបងប្អូនអាចញែកពេលដើម្បីឲ្យព្រះអង្គចំអែតវិញ្ញាណលោកអ្នកបងប្អូនទាំងអស់គ្នាអាចញែកពេលដើម្បីឲ្យព្រះអង្គចំអែតប្រលឹងនឹងវិញ្ញាណលោកអ្នកបងប្អូនទាំងអស់គ្នាជឿជាក់ថានៅពេលដែលយើងញែកពេលសម្រាប់ព្រះអង្គនឹងចំអែតជីវិតរបស់យើងនៅពេលដែលយើងញែកពេលសម្រាប់ព្រះអង្គយើងកំពុងតែប្រាប់ព្រះអង្គថាយើងស្រែកឃ្លានយើងចង់បានព្រះអង្គថែមទៀតយើងចង់ឲ្យព្រះអង្គចំអែតជីវិតរបស់យើងថែមទៀតអេមែនថ្ងៃនេះខ្ញុំពិតជាលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាចូលញែកពេលអនុញ្ញាតឲ្យព្រះអង្គចំអែតជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាព្រោះការរវល់ធ្វើឲ្យវិញ្ញាណរបស់យើងអស់កម្លាំងដូច្នេះយប់នេះថ្ងៃនេះខ្ញុំពិតជាជឿថាលោកអ្នកបងប្អូនសង្ឃឹមថាលោកអ្នកបងប្អូនទាំងអស់គ្នានឹងចំណាយពេលដើម្បីឲ្យព្រះអង្គចំអែតជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាចំណុចទី3ខ្ញុំចង់ចែករំលែកការស្រែកឃ្លានជាជំរើសមិនមែនជាអារម្មណ៍នោះឡើយ Hunger is a choice it's not a feeling លោកអ្នកបងប្អូនទាំងអស់គ្នាអ្វីដែលលោកអ្នកបងប្អូនឲ្យចំណីវានឹងលូតលាស់អ្វីដែលលោកអ្នកបងប្អូនបង្អត់ចំណីវានឹងស្លាប់លោកអ្នកបងប្អូនក្នុងជីវិតរបស់យើងមានជំរើសដើម្បីជ្រើសរើសធ្វើអ្វីមួយដែលយើងចង់ធ្វើរឿងខ្លះយើងធ្វើដោយអារម្មណ៍រឿងខ្លះយើងធ្វើដោយការសម្រេចចិត្តថ្ងៃនេះខ្ញុំជំរុញទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាសម្រេចចិត្តញែកពេលជាមួយព្រះអង្គដើម្បីឲ្យព្រះអង្គបំពេញលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យចិត្តឲ្យព្រះអង្គដាស់ចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យកាន់តែឆេះឆួលនៅក្នុងព្រះអង្គឲ្យកាន់តែស្រេកឃ្លានព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំជឿជាក់ថាដំណើរដែលយើងតមហាស្វែងរកព្រះអង្គនេះយើងនឹងជួបព្រះអង្គយើងនឹងប៉ះពាល់ជាមួយព្រះអង្គនឹងបំពេញជីវិតរបស់យើងផងដែរអេមែនចំណុចចុងក្រោយដែលខ្ញុំចង់ចែករំលែកជាមួយអ្នកបងប្អូនទាំងអស់គ្នាការស្រែកឃ្លានអាចជួយឲ្យយើងយកឈ្នះការរំខានក្នុងជីវិតរបស់យើងបានចិត្តដែលយើងឆេះឆួលចង់បានព្រះអង្គថែមទៀតការដែលយើងស្រែកឃ្លានចង់ឲ្យព្រះអង្គបំពេញជីវិតរបស់យើងថែមទៀតអាចយកឈ្នះការរំខានទាំងឡាយនៅក្នុងជីវិតរបស់យើងបានខ្ញុំជឿជាក់ថាព្រះជាម្ចាស់នឹងយកឱកាសនេះបំចំអែតជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាបំពេញជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាលោកអ្នកបងប្អូនហើយនឹងខ្ញុំមិនអាចមានព្រះជាម្ចាស់
ហើយពោពេញដោយការរវល់ពោពេញដោយការរំខានក្នុងជីវិតរបស់យើងឡើយព្រះជាម្ចាស់សពហត្ថីឲ្យយើងញែកពេលវេលាឲ្យយើងសម្រេចចិត្តដោយមោះមុតដើម្បីដាក់ពេលវេលាជាមួយព្រះអង្គហើយអនុញ្ញាតឲ្យពេលវេលានោះដែលព្រះអង្គជំអែតជីវិតរបស់យើងលោកអ្នកបងប្អូនទាំងអស់គ្នាភាសាអង់គ្លេសមក clear គេនិយាយថា starve distractions feed devotions ថ្ងៃនេះខ្ញុំជំរុញទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាចូលស្វែងរកព្រះអង្គហើយបង្អត់ការរំខានហើយជៀសវាងការរំខានក្នុងជីវិតរបស់យើងហើយអត្ថបទគម្ពីរព្រះអង្គបានចែងថានៅពេលដែលយើងស្វែងរកព្រះអង្គជាមុនស្វែងរកសេចក្តីសុខចិត្តរបស់ព្រះអង្គជាមុនព្រះអង្គនឹងបន្ថែមរបស់ទាំងនោះហើយក្នុងអត្ថបទគម្ពីរម៉ាថាយចំពុកទី6ចំពុកទី5ខទី1បាញ់មិញនៅពេលដែលយើងស្រែកឃ្លានចង់បានព្រះអង្គថែមទៀតព្រះអង្គនឹងចំអែតជីវិតរបស់យើងថ្ងៃនេះខ្ញុំជឿថាព្រះអង្គនឹងចំអែតជីវិតលោកអ្នកបងប្អូនហើយនឹងខ្ញុំហើយព្រះអង្គនឹងប៉ះពាល់ជីវិតរបស់យើងផងដែរដូច្នេះជឿថាថ្ងៃនេះយើងនឹងប៉ះពាល់ជាមួយព្រះអង្គយើងនឹងឆ្អែតជាមួយព្រះអង្គទាំងអស់គ្នាអរគុណច្រើនសូមប្រទានពរ